បងឆេងឈួតមែនទេនេះជ្រៅណាស់ចុះទៅការពីទុកទៅខ្ញុំនឹងទៅមើលបងឆេងនេះជាសមុទ្រជ្រៅងងឹតមានលំហូរច្រើនបងឆេងវាមិនមែនជាសត្វចម្លែកទេវាជាថ្មប៉ប្រះទឹកព្រះជាម្ចាស់ឲ្យបង្កងនឹងអាហារសមុទ្រជ្រៅណាស់បងឆេងនេះជាបង្កងគុណភាពខ្ពស់មួយចំនួននិងត្រសក់សមុទ្រខ្ញុំមានត្រសក់សមុទ្រមួយទំហំប៉ុនបាត់ខ្ញុំមិនអាចកាន់វានៅក្នុងដៃខ្ញុំបានអស់សុទ្ធតែជាបង្កងពណ៌បៃតង1គីឡូក្រាមវាគឺជាអបបរមាជប់ជែកគ្នាទៀតទៅដល់ពេលចាក់ចេញហើយបងប្រុសឆេងពិតជាពួកគេសុទ្ធតែកំពូលមែនឈប់មើលហើយបន្តទៅមុខទៀតបងឆេងវាពេញទៅខាងស្ដាំវាជាលើកទី3ហើយអ៊ីនធឺណិតមាននៅលើអ៊ីនធឺណិតបន្តទៀតដាក់ត្រីនិងត្រសក់សមុទ្រឲ្យខ្ញុំពេញមិនអីទេស្ដូនឈប់ធ្វើអីនឹងមានបញ្ហាហើយចោលសមុទ្រក្លឹងយុទ្ធការឲ្យរំកិលទៅមុខក្នុងល្បឿនពេញពួកគេបានបើកការបាញ់ប្រហារត្រូវឲ្យមនុស្សពេញហើយបើកឡានចូលទៅក្នុងផ្ទះបងឆេងខ្ញុំលែងឃើញគាត់ទៀតហើយវាទាំងអស់ស្ដាប់ការណែនាំរបស់ខ្ញុំកំហុសចង្កូតខាងឆ្វេងតើមានអ្វីកើតឡើងចំពោះពួកគេមានថ្មប៉ប្រះទឹកលាក់ខ្លួននៅក្នុងអាប់នេះពួកវាទុកនោះមានខ្យល់បក់ខ្លាំងហើយបានបុកជាមួយវាបំរើពួកគេឲ្យបានត្រឹមត្រូវអនុញ្ញាតឲ្យពួកគេដេញតាមពួកគេកំពុងត្រឡប់ទៅកំពង់ផែវិញលើកនេះយើងរកលុយបានច្រើនម្ដងទៀតថ្មឲ្យចូលទៅយកទឹកមកបងប្រុសឆេងធុងទឹកសាបវាបានលេចឃ្លីចេញគ្មានដំណក់ទឹកមួយនៅសល់ទេអ្វីវាប្រហែលជាត្រូវបានគ្រាប់កាំភ្លើងត្រូវបានគេវាយដោយអំបញ្ញគ្រាប់ពួកមនុស្សអាក្រក់ទាំងចោលសមុទ្រទឹកសាបបើកបោក្នុងទីដៅនោះក្នុងល្បឿនពេញថ្មត្រូវបានស្វែងរកដោយឡែកពីគ្នាបងឆេងមើលចុះសុទ្ធតែទឹកទាំងអស់ទីណាមានកោះទីនោះមានទឹកសាបប្រញាប់វិចខ្ចប់វាទៅទឹកបងឆេងទឹកនេះផ្អែមណាស់តោះយើងបានសង្គ្រោះហើយថ្មឲ្យចូលមើលកំពូលរូងភ្នំអ្វីនេះជាអ្វីសម្បុកបាក់សីឈាមព្រៃគុណភាពខ្ពស់មួយរបស់របរពីរមុខមានតម្លៃរាប់ម៉ឺនដុល្លារបងប្រុសឆេងយើងខ្លាចជាអ្នកមានហើយពី3សេនត្រឡប់ទៅផ្ទះវិញហើយរាប់លុយរបស់អ្នកអីទេបងគុណខ្មោចចាស់ស្លាប់ហើយចៅហៅខ្មោចចាស់គឺជាមនុស្សដែលខ្ញុំទុកចិត្តបំផុតអ្នកក្រោមបង្គាប់របស់គាត់អ្នកស្នងរត់របស់គាត់បងប្រុសគុណបរិសម្នាក់មកពីទីក្រុងចៀងហៃក្មេងនោះឈ្មោះស៊ូចេនដែលជាដៃរបស់គាត់វាមានតំបន់ហាមឃាត់នៃសមុទ្រចិនក្រាស់និងសកម្មគោអដនេផ្ទាល់វាជាការពិតរាល់ពេលដែលគាត់ចេញទៅក្រៅសមុទ្រអាចរកបានដោយភាពជាក់លាក់អាហារសមុទ្រដ៏មានតម្លៃត្រីក្រពើត្រីយ៉ាអាប៉ាឡូនគុជខ្យងមានសមុទ្រខាងត្បូងតូចច្បាស់ជាមានអាកំបាំងនៅក្នុងដៃរបស់គាត់គួរឲ្យចាប់អារម្មណ៍ខ្ញុំត្រូវការគោអដនេហើយខ្ញុំក៏ត្រូវការមនុស្សនោះដែរចាក់ចេញបងប្រុសគុណលោកគ្រូចង់មានន័យថាម៉េចនៅក្នុងតំបន់សមុទ្រនេះខ្ញុំឈានគុណមានតែច្បាប់ដែលបានបង្កើតឡើងប៉ុណ្ណោះដែលជាច្បាប់ឲ្យគាត់ដឹងថាអ្នកណាជាអ្នកទទួលខុសត្រូវស៊ូចេនលើកនេះអ្នកស្លាប់ហើយលីនវ៉ាន់សានចូលនាំមនុស្សរបស់អ្នកទៅភ្លាមៗមួយបាច់របស់ស៊ូចេងត្រូវបានហើយគ្រាន់តែនិយាយថាគាត់បានរែកគ្រឿងញៀនខុសច្បាប់អ្វីតើអ្នកខ្លាចទេតើអ្នកមិនគួរភ័យខ្លាចឥឡូវនេះទេហេតុអ្វីមិនប្រាប់ខ្ញុំពេលអ្នកយកលុយខ្លាចស្ដាប់ចុះនេះជាឱកាសតែមួយគត់របស់អ្នកដើម្បីកាសដូរស្ថានភាពឯងមិនអាចសម្លាប់ស៊ូចេងគ្រូសាលីនរបស់ឯងត្រូវរងចាំរហូតដល់អត់ឃ្លានព្រះជាម្ចាស់ឲ្យនេះជាសម្បុកបាក់សៃឈាមមានបង្កងត្រសក់សមុទ្រស្បែកមាន់និងអាហារសមុទ្រផ្សេងទៀតផងដែរតើរបស់នេះមានតម្លៃប៉ុន្មានក្នុងមួយផងលោកស៊ូខ្ញុំចង់បានទំនិញទាំងអស់នេះមិនអីទេសូមដាក់ឈ្មោះតម្លៃរបស់អ្នកកុំមានសុជីវធម៌ខ្លាំងពេកលោកម្ចាស់គ្រាន់តែដើរតាមទីផ្សារតម្លៃល្អតម្លៃទីផ្សារមិនត្រូវគ្នានឹងតម្លៃនេះទេខ្ញុំនឹងចំណាយ3ដងនៃតម្លៃសម្រាប់គុណភាពធ្វើផ្លូវឲ្យខ្ញុំផងសមត្ថកិច្ចអនុវត្តច្បាប់មកដល់ហើយស៊ូចេនអ្នកចប់ហើយប្រធានក្រុមវិជាគាត់ស៊ូចេនបានប្រើការរំលោភបំពានការប្រើប្រាស់សារធាតុគីមីដើម្បីបំពុលនេះគឺជាគ្រោះមហន្តរាយរបស់អ្នកនេសាទអាហាររបស់ភូមិយើងទាំងមូលចាន់មួយឌូឆេនមែនទេមានគេរាយការណ៍មកការនេសាទខុសច្បាប់ទំនិញមួយបាច់នេះតំបន់នោះត្រូវតែបិទជិតជាមុនសិនដោយផ្អែកលើមូលដ្ឋានអ្វីជាមួយនឹងសមត្ថភាពក្រីក្រគ្មានលុយចាយរបស់អ្នកល្អបែបនេះត្រូវតែដើម្បីបំពុលចាស់ល្ងងឲ្យអ្នកកំពុងបង្កាច់បង្ខូចយើងហើយលោកប្រធានក្រុមខ្ញុំអាចផ្ទៀងផ្ទាត់រឿងនេះបានលោកស៊ូប្រភពនៃទំនិញរបស់យើងគឺស្របច្បាប់ទាំងស្រុងថាអ្នកជានរណាបរិសម្នាក់មកពីក្រៅទីក្រុងពួកគេថែមទាំងហ៊ានរំខានដល់អាជីវកម្មរបស់អាជីវករទៀតផងគ្នាទៀតអីតាមបទបញ្ញត្តិវាគួរឲ្យសង្ស័យទំនិញត្រូវតែបិទជិតជាមុនសិនតើអ្នកប្រកាសថាចង់បិទត្រាមែនទេនេះជាកម្មវិធីមិនអីទេខ្ញុំនឹងប្រាប់អ្នកស្រោមសម្បត្តិនេះវាងាយស្រួលក្នុងការបិទបន្ទះនេះប៉ុន្តែពិបាកក្នុងការបកវាចេញយើងនឹងប្រើប្រាស់ជីវិតគ្រួសារលីនទាំងមូលរបស់អ្នកតើអ្នកកំពុងព្យាយាមបំភ័យអ្នកណាបិទវាសម្រាប់ខ្ញុំស៊ូចេនសូមសហការជាមួយសមត្ថកិច្ចអនុវត្តច្បាប់តំបូនមានរបស់ខ្ញុំចំពោះអ្នកគឺគម្រោងចាំជប់និយាយមិនសមហេតុផលហើយប្រញាប់បង្ហោះវាទៅស៊ូចេនទីបំផុតអ្នកបានជួបដៃគូរបស់អ្នកហើយមានអ្វីខុសសូមក្រឡេកមើលឲ្យបានល្អិតល្អន់អ្វីនេះជាអ្វីការតាមដាននិងនេសាទនៅឈូហេអាញាបានការធ្វើតេស្តសុវត្ថិភាពភីគីទី3តើអ្នកចង់ឲ្យខ្ញុំអានការបញ្ជាក់ការណាត់ជួបឲ្យអ្នកស្ដាប់ទេតើអ្នកអាចមានសារទាំងនេះដោយរបៀបណាចៅហ្វាយលីនតើអ្នកពិតជាមានការភ័ន្តច្រឡំមែនទេធ្វើពុតជាមានការភ័ន្តច្រឡំមែនទេរបាយការណ៍បានបញ្ជាក់ថាខ្ញុំនៅកសិដ្ឋានចិញ្ចឹមត្រីបានប៉ុន្តែកន្លងជីវិតរបស់ខ្ញុំបានបង្ហាញថាខ្ញុំមិនបានខ្ញុំធ្លាប់ទៅតំបន់សមុទ្រនោះបើកភ្នែកធំហើយមើលឲ្យច្បាស់រួចគិតបង្ខូចកិច្ចឈ្មោះយើងគ្មានផ្លូវទេប្រធានក្រុមលោកប្រធានាធិបតីស៊ូនិយាយត្រូវហើយដើម្បីជៀសវាងការយល់ច្រឡំណាមួយបីដែលមានសំណាក់ផុតនៅក្នុងវិធីធ្វើតេស្តហ្វាំយើងជាការត្រួតពិនិត្យសុវត្ថិភាពជីវិតសមុទ្រមជ្ឈមណ្ឌលធ្វើតេស្តបានយកសំណាក់នៅនឹងកន្លែងវីដេអូនៅនឹងកន្លែងបន្ទាប់មកខ្ញុំនឹងត្រូវរំខានអ្នកយើងមិនចាំបាច់ពិនិត្យទៀតទេមែនទេតើនេះមិនមែនជាការខ្ជិះខ្ជាយពេលវេលាទេការធ្វើតេស្តបានបញ្ចប់ហើយភាពបរិសុទ្ធនៃគំរូគឺខ្ពស់ខ្លាំងដោយគ្មានសារធាតុហាមឃាត់ចំណុច
នេះត្រូវបានចាប់បាននៅក្នុងសមុទ្រជ្រៅព្រៃគុណភាពខ្ពស់បំផុតលីនវ៉ាន់សានសម្ភារៈរបាយការណ៍របស់អ្នកតើវាមកពីណាខ្ញុំបានរវាពីអ្នកផ្សេងសម្ភារៈដែលត្រូវបានរាយការណ៍ជាញឹកញាប់គឺคล้ายៗធ្វើលីនវ៉ាន់សានអ្នកត្រូវបានគេសង្ស័យថាបានធ្វើការចាប់ប្រកាន់អ្នកត្រូវបានគេដាក់ទណ្ឌកម្មហើយមកជាមួយយើងឈប់ជួយខ្ញុំនឹងស្ដាប់អ្នកតើអ្នកកំពុងនិយាយអំពីរឿងមិនសមហេតុផលពេលណាទើបខ្ញុំអនុញ្ញាតឲ្យអ្នកដាក់សម្លើនៅទីចាស់ឲ្យអ្នកជាអ្នកផ្សព្វផ្សាយពីចាំខ្ញុំចុះជាមួយអ្នកចុះហៅអ្នកមិនអាចធ្វើបែបនេះដាក់ខ្ញុំបានទេខ្ញុំមិនស្គាល់អ្នកទេប្រធានក្រុមបរិះម្នាក់នេះកំពុងនិយាយមិនសមហេតុផលកុំជឿវាលោកលីនតើលោកចាំអ្វីដែលខ្ញុំបាននិយាយទេមានអ្វីកើតឡើងស៊ូចេនខ្ញុំខុសហើយគ្រាន់តែពេលដែលអ្នកនឹងវ៉ាន់រងដោយសារយើងរៀបការហើយអ្នកគួរតែលែងគ្នាទៅសូមអនុញ្ញាតឲ្យខ្ញុំឆ្លងកាត់ផ្ដល់ពេលឲ្យខ្ញុំសម្លាប់ដោយមិនរើសអើងហេតុអ្វីអ្នកមិនតើអ្នកចង់ឲ្យខ្ញុំរៀបការជាមួយកូនស្រីរបស់អ្នកទេពេលហើយក្នុងការនិយាយរឿងទាំងអស់នេះឥឡូវនេះហើយខ្ញុំសូមនឹងទទួលបានវាខ្ជះខ្ជាយអ្នកមិនអាចដោះស្រាយកិច្ចការសាមញ្ញនេះបានទេឈប់កុំខឹងប៉ារបស់ខ្ញុំបិទមាត់ទៅឪពុកឯងជាមនុស្សឥតប្រយោជន៍ទេវាមិនល្អជាងនេះទេខ្ញុំនឹងជួយអ្នកជួយខ្ញុំផងតើអ្នកអាចផ្ដល់អ្វីជាជំនួយខ្ញុំអាចទៅរកស៊ូចេនគាត់ធ្លាប់នាងស្ដាប់ខ្ញុំច្រើនជាងគេមុនឥឡូវនេះពួកគេមាន Raymond ហើយតើអ្នកនឹងពិចារណានរណាម្នាក់ដូចអ្នកដែរតើមានប្រយោជន៍អ្វីខ្ញុំនឹងធ្វើឲ្យគាត់ប្រាប់ខ្ញុំពីតំបន់សមុទ្រ Coordonate នោះជាការល្អបំផុតហើយចូលយើងទៅយប់នេះបើវាមិនដំណើរការទេកុំបារម្ភពីខ្ញុំគ្រាន់តែទុកខ្ញុំចោលស៊ូចេនចាំបន្តិចលីងវ៉ាន់លីងស៊ូចេនទីបំផុតខ្ញុំបានរកឃើញអ្នកហើយមិនអីទេខ្ញុំមានរឿងមួយចង់ប្រាប់អ្នកតើមានអ្វីទៀតដែលត្រូវនិយាយរវាងពួកយើងមិនហើយមានរឿងជាច្រើនដែលត្រូវនិយាយស៊ូចេនខ្ញុំដឹងថាខ្ញុំខុសហើយវាទាំងអស់គឺដោយសារតែរឿងនោះប៉ារបស់ខ្ញុំនឹងចៅហៅបានបង្ខំខ្ញុំឲ្យធ្វើវាវាតែងតែអ្វីទៅដែលតែងតែមានករណីបែបនេះថាខ្ញុំជាពេលរងទុកមែនទេខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់ពួកគេខ្ញុំពិតជាសោកស្ដាយណាស់តើអ្នកអាចទេផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតបានទេឱកាសខ្សែជុំវិញរបស់អ្នកតើចៅហៅបានបង្ខំអ្នកមែនទេស៊ូចេនកុំប្រព្រឹត្តចំពោះខ្ញុំបែបនេះអីខ្ញុំពិតជាដឹងថាខ្ញុំខុសមែនតើអ្នកដឹងទេថាអ្នកខុសដូច្នេះអ្នកបានមករកខ្ញុំដើម្បីនិយាយថាអ្វីដូចលើកមុនដែរខ្ញុំចង់យកវាចេញតើគោលអដរនៃវិជ្ជមានរបស់ខ្ញុំមិនគិតដូច្នេះទេខ្ញុំគ្រាន់តែចង់ជួបអ្នកខ្ញុំទុកការត្អូញត្អែររបស់អ្នកចោលទៅយុទ្ធសាស្ត្រនេះខ្ញុំគ្មានប្រយោជន៍ទេអ្នកបានផ្លាស់ប្ដូរហើយពីមុនអ្នកមិនដូចនេះទេតើវាដោយសារតែ Raymond មែនទេតើមានអ្វីខ្លះដែលខ្ញុំមិនដឹងអំពីនាង Lin Won Rong អ្នកស្អប់ខ្ញុំឈប់យំហើយចេញទៅលោកស៊ូយប់ជ្រៅហើយតើលោកនៅតែនៅលើផ្លូវទៀតទេសូមមើលខាងលើលោកលីនមានការអ្វីនាំលោកមកទីនេះខ្ញុំទើបតែដើរកាត់បន្ទាប់ពីបញ្ចប់កិច្ចការរបស់ខ្ញុំហើយបានសម្រេចចិត្តតោះទៅរករីម៉ាន់តើនេះជាអ្នកណាខ្ញុំមិនស្គាល់គាត់ទេស៊ូចេនឯងនិយាយបែបនេះដោយរបៀបណាខ្ញុំជារបស់អ្នកតើអ្នកធ្វើអ្វីអ្នកនិយាយលោកស៊ូនៅខាងក្រៅមានខ្យល់បក់ខ្លាំងកុំពាក់វាអីត្រជាក់អរគុណស៊ូចេនមនុស្សនោះទើបតែមើលទៅហាក់ដូចជារំភើបជាមនុស្សមិនសំខាន់ម្នាក់មនុស្សមិនសំខាន់នឹងមិននៅទីនេះនៅពាក់កណ្ដាលអាធ្រាត្រទេពួកគេបានរត់ចូលទៅក្នុងផ្លូវហើយមកវិញអ្នកលោកចៅហ្វាយលីថ្ងៃនេះលោកមកជួបខ្ញុំមែនទេតើនោះជាអ្វីដែលអ្នកកំពុងនិយាយមែនទេជាការពិតណាស់មិនមែនទេកប៉ាល់របស់អ្នកត្រូវបានវាយប្រហារដោយចោរសមុទ្រអាយ៉ាឧបករណ៍ទំហំមធ្យមដែលខ្ញុំបានកំងទុកនេសាទបានចូលចតនៅកំពង់ផែរួចហើយមិនអីទេលឿនម្ល៉េះខ្ញុំធ្លាប់និយាយវាពីមុនមកឲ្យតែអ្នកត្រូវការវាបាត់ចាស់សោខ្ញុំពិតជានឹងធ្វើវាមែនខ្ញុំនឹងទៅថ្ងៃស្អែកសូមក្រឡេកមើលល្អលោកស៊ូនេះជាកប៉ាល់ថ្មីរបស់លោកតើលោកចូលចិត្តវាទេតើត្រឹមត្រូវទេការកំណត់រចនាសម្ព័ន្ធគឺពេញលេញណាស់លោកចៅហ្វាយលីហើយត្រឹមត្រូវហើយក្រណាត់ប៉ាក់នេះទង់ជាតិនេះត្រូវបានផ្ដល់ឲ្យខ្ញុំជាពិសេសដោយសារបានប្រគល់ឲ្យអ្នកម្ចាស់សមុទ្រជ្រៅវាពិតជារស់នៅស្របតាមឈ្មោះរបស់វាម្ចាស់សមុទ្រជ្រៅឈ្មោះនោះភ្លឺពេកហើយឡើយមែនខ្ញុំគិតថាវាសមនឹងទទួលបានទីក្រុងយ៉ាងហេទាំងមូលអាចដូចអ្នកដែរមានតែការចាប់អាហារសមុទ្រដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទើបអាចសម្រេចបាននៅគោលដៅពិតជាអស្ចារ្យណាស់កប៉ាល់នេះតើវានឹងត្រូវចំណាយប៉ុន្មានវាគ្រាន់តែជាទូកដែលខូចមួយប៉ុណ្ណោះតើមានរឿងអ្វីធំដុំឆ្មើងឆ្មៃម្ល៉េះ Stone តើការជ្រើសរើសបុគ្គលិកយ៉ាងម៉េចដែរបងឆេងបានជ្រើសរើសទាហាន5នាក់ដែលសុទ្ធតែជាអតិថិជនមានអ្នកនេសាទម្នាក់ឈ្មោះឡាវលីវពួកគេមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការចេញទៅក្រៅប្រទេសសូមចងចាំថាត្រូវត្រួតពិនិត្យសុវត្ថិភាពមុនពេលចេញទៅកុំបារម្ភអីឆេងគឺខ្ញុំកំពុងតាមដានស្ថានភាពលោកស៊ូកប៉ាល់នេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំប្រកាសថាខ្ញុំអាចទទួលបានជោគជ័យដោយបានច្រើននាពេលអនាគតបន្តការងារល្អទៅយើងមិនអាចរស់ដោយគ្មានអ្នកបានទេកុំបារម្ភអីលោកស៊ូដំណើរលើកដំបូងគឺថ្ងៃស្អែកតើអ្នកភ័យទេខ្ញុំសុខសប្បាយជាទេចុះអ្នកវិញខ្ញុំទទួលខុសត្រូវតែក្នុងការរងចាំនៅក្នុងបន្ទប់របស់លោកវិញជាមួយនឹងបន្ទប់ពេញលោកក្រវៃក្មេងចូលចេញដំណើរទៅមុនគេនៅព្រឹកសមុទ្រចងចាំថាត្រូវដាក់ចំណុចសំខាន់របស់កម្មវិធីរកខ្សែបន្ទាត់ត្រូវបានកាត់ផ្ដាច់ពេលពួកគេបានទៅដល់ដែនទឹកអន្តរជាតិដោយគ្មាននាវាចរពួកគេត្រូវបានក្រុមមនុស្សខ្វាក់ភ្នែកមួយក្រុមលោកក្រវៃក្មេងចូលតើរឿងនេះអាចបណ្ដាលឲ្យនរណាម្នាក់ស្លាប់បានទេតើមានអ្វីដែលត្រូវខ្លាចមានគ្រោះថ្នាក់ជាច្រើននៅលើថ្មធម្មតាអ្នកអាចនិយាយបានថាវាជាបញ្ហាជាមួយឧបករណ៍តើអ្នកណាអាចតាមដានវាមកអ្នកវិញបានលុយនោះបន្ទាប់ពីវារួចរាល់500,000ប៉ុន្តែប្រសិនបើអ្នកធ្វើវាខុសអ្នកនឹងដឹងថាផ្លែឈើកុំបារម្ភអីខ្ញុំពិតជានឹងមើលថែវាឲ្យបានល្អមែនមុននឹងចេញដំណើរតាមទូកសូមធ្វើការពិនិត្យជាលើកចុងក្រោយឧបករណ៍រុករករ៉ាដាឧបករណ៍ទំនាក់ទំនងអ្វីគឺល្អលើកលែងតែក្តាររទេ
ខ្សែភ្លើងត្រូវបានកាត់ផ្តាច់យ៉ាងសាមញ្ញពាក់កណ្ដាលរួចរាល់ហើយវាហាក់ដូចជាមាននរណាម្នាក់មិនចង់ឲ្យខ្ញុំរស់នៅទេត្រឡប់មកវិញកាត់ Snow ចេញខ្ញុំនឹងរើចេញយប់នេះដៃមានសត្វប្រចៀវមួយក្នុងចំណោមក្រុមនាវិកដែលចង់តើអ្នកនឹងសម្លាប់ខ្ញុំនៅសមុទ្រទេល្អណាស់ចៅហៅចាំមើលថាអ្នកណាពូកែជាងគេវាជាសត្វព្រៃនៃសមុទ្រជ្រៅ